រឿងលេបថ្នាំច្បាប់ទៅចិត្តញៀនណាអ្នកផ្សេងប្រហែលជាអាចធ្វើប៉ុន្តែសម្រាប់ខ្ញុំអត់អាចទេខ្ញុំសុកចិត្តឲ្យគេដៀលខ្ញុំថាខ្ញុំជាគូពេទ្យអត់ប្រកែប្រើប្រាស់ថ្នាំព្យាបាលតាមក្បួនតាមຂະຫນាតពេកឬក៏ថ្នាំព្យាបាលដែលខ្ញុំឲ្យនឹងអត់ដូចថ្នាំព្យាបាលពីមុនទេខ្ញុំសុកចិត្តឲ្យអ្នកជំងឺដែលគាត់មកព្យាបាលថ្មីថ្មោងមួយខ្ញុំដៀលខ្ញុំដំបូងអញ្ចឹងប៉ុន្តែថ្ងៃមុខទៅបងប្អូនហូបថ្នាំទាំងអស់ហ្នឹងមានសុវត្ថិភាពបងប្អូនហូបទៅអត់ញៀនបងប្អូនហូបទៅបងប្អូនអាចជប់ថ្នាំទាំងអស់ហ្នឹងបានហើយការព្យាបាលមិនត្រឹមត្រូវតាមគោលតាមຂະຫນាតខ្ញុំធ្លាប់ជួបបងប្អូនមួយចំនួនដែលគាត់ផ្លាស់ការព្យាបាលមួយខ្ញុំទៅព្យាបាលមួយគេផ្សេងណាហើយគេឲ្យថ្នាំមួយគេគាត់ថាថ្នាំគេនោះលេបស្រួលថ្នាំខ្ញុំលេបអត់ស្រួលសោះបងប្អូននឹងដឹងនៅពេលដែលមួយឆ្នាំទៀតពីរឆ្នាំទៀតហើយបងប្អូនជប់ថ្នាំបត់បានពេលហ្នឹងចង់ស្រក់ទឹកភ្នែកឬក៏ចង់បកក្រោយក៏ពិបាកដែរគេអាចកុហកបងប្អូនមកគ្រាបានណាប៉ុន្តែគេអាចកុហកបងប្អូនរហូតបានទេសម័យឥឡូវសម័យបច្ចេកវិទ្យា Google ChatGPT មានគ្រប់ដៃគ្រប់គ្នាវាយតែបំផ្លែតទៅដឹងថាថ្នាំហ្នឹងលេបទៅមានបញ្ហាអីអត់ហើយអាចជប់បានអត់ការព្យាបាលបែបហ្នឹងត្រឹមត្រូវឬអត់មិនបាច់ចាំបាច់ដល់ទៅសួរគ្រូពេទ្យទេហើយបើសិនជាយើងស្មោះត្រង់មួយអ្នកជំងឺមិនខ្វះទេអ្នកជំងឺមើលណាស់តែយើងអត់ស្មោះត្រង់មួយគេថ្ងៃមុខទៅគេនឹងរត់ចោលយើងហើយ